បាទខ្ញុំបាទសូមគោរពបងប្អូនទាំងអស់ហើយនឹងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបងប្អូនបានចំណាយពេលវេលាមកទស្សនាវីដេអូអប់រំនៅក្នុង Channel របស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការសិក្សាវេយ្យាករណ៍ភាសាអង់គ្លេសហើយខ្ញុំនឹងប្រើប្រាស់អត្ថបទនិងខ្លឹមសារចេញពីសៀវភៅដែលខ្ញុំធ្លាប់បានរៀននៅពេលដែលខ្ញុំរៀននៅកម្រិតមហាវិទ្យាល័យនៅក្នុងរវាងឆ្នាំ1999ដល់2002អញ្ចឹងអ្វីដែលខ្ញុំនឹងលើកយកមកបង្ហាញនៅក្នុងថ្ងៃនេះគឺមាន5ចំណុចទី1គឺសារៈសំខាន់នៃការសិក្សាវេយ្យាករណ៍ភាសាអង់គ្លេសផ្នែកសំខាន់នៅក្នុងវេយ្យាករណ៍ចំណាត់ថ្នាក់ពាក្យកន្សោមពាក្យឬក្រុមពាក្យយើងហៅថា phrases ជាភាសាអង់គ្លេសហើយនឹងធាតុសំខាន់នៅក្នុង sentence របស់ភាសាអង់គ្លេសតើភាសាការសិក្សាវេយ្យាករណ៍របស់ភាសាអង់គ្លេសនឹងមានសារៈសំខាន់អីខ្លះបាទការសិក្សាវេយ្យាករណ៍របស់ភាសាអង់គ្លេសគឺវាមានសារៈសំខាន់ណាស់ដោយសារវានឹងផ្ដល់នៅគន្លឹះឬក៏រូបមន្តឬក៏ទម្រង់ដែលយើងអាចប្រើប្រាស់បាននៅក្នុងការបង្កើត sentences នៅក្នុងភាសាអង់គ្លេសនឹងហើយចំណុចមួយទៀតគឺវាមានប្រសិទ្ធភាពដោយសារយើងដឹងទម្រង់មួយយើងដឹងគន្លឹះឬក៏រូបមន្តមួយនៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេសហ្នឹងគឺយើងអាចប្រើរូបមន្តឬក៏គន្លឹះហ្នឹងសម្រាប់បង្កើតទៅជាប្រយោគច្រើនទៀតឲ្យបានត្រឹមត្រូវតាមច្បាប់វេយ្យាករណ៍របស់ភាសាអង់គ្លេសហើយមួយទៀតកាលណាយើងយល់ដឹងច្បាស់ពីភាសាវេយ្យាករណ៍ភាសាអង់គ្លេសគឺយើងដឹងពីទម្រង់របស់ភាសានោះហើយចំណុចមួយទៀតវាមានសារៈសំខាន់នៅក្នុងអាជីពការងាររបស់យើងគឺកាលណាយើងដឹងភាសាអង់គ្លេសច្បាស់លាស់យើងដឹងពីក្បួនច្បាប់ភាសាវេយ្យាករណ៍ភាសាវេយ្យាករណ៍របស់ភាសាអង់គ្លេសហ្នឹងគឺយើងអាចសរសេរសូម្បីតែពេលយើងដាក់ពាក្យរកការងារធ្វើយើងបច្ចុប្បន្ននេះប្រកបណាស់យើងត្រូវសរសេរភាគច្រើនគឺយើងត្រូវសរសេរ CV ឬក៏ cover letter របស់យើងនឹងជាភាសាអង់គ្លេសអញ្ចឹងប្រសិនបើយើងសរសេរទៅគឺយើងមានកំហុសវេយ្យាករណ៍ឬក៏កំហុស spelling ច្រើនអញ្ចឹងអ្នកដែលគេជាអ្នកតំណាងក្រុមហ៊ុននៅក្នុងការឬបុគ្គលិកនឹងគឺគេអាចវាយតម្លៃពីកម្រិតចំណេះដឹងភាសាអង់គ្លេសយើងតាមរយៈខ្លឹមសារឬកំហុសដែលកើតមានឡើងនៅពេលដែលយើងសរសេរ cover letter និង CV របស់យើងអញ្ចឹងការដែលយើងដឹងក្បួនច្បាប់វេយ្យាករណ៍របស់ភាសាអង់គ្លេសគឺយើងអាចសរសេរ CV ឬ cover letter ទាំងអស់នោះបានប្រសើរឡើងហើយចំណុចមួយទៀតការដែលយើងដឹងភាសាអង់គ្លេសហ្នឹងគឺវាជួយឲ្យទាំងការសរសេរទាំងការនិយាយរបស់យើងគឺវាមានកំហុសតិចតួចហើយចំពោះបងប្អូនដែលយើងមានបំណងសម្រាប់ពង្រឹងភាសាអង់គ្លេសដើម្បីយើងដាក់យកអាហារូបករណ៍នោះហើយអាហារូបករណ៍ដែលភាគច្រើនគឺទាមទារនៅបន្ទុក IELTS ដែលយើងទាំងអស់នេះហៅថា IELTS ហ្នឹងគឺចំណុចមួយនៅក្នុងការឲ្យតម្លៃបន្ទុក IELTS ហ្នឹងគឺផ្ដោតទៅលើវេយ្យាករណ៍ប្រសិនបើយើងមិនមានកំហុសវេយ្យាករណ៍យើងប្រើក្បួនច្បាប់វេយ្យាករណ៍នៅក្នុងទម្រង់បានចម្រុះច្រើនហើយជាជាងយើងប្រើ sentence សាមញ្ញអញ្ចឹងអាហ្នឹងក៏វាជំរុញឲ្យបន្ទុក IELTS របស់យើងនៅក្នុងការសរសេរនិងការនិយាយហ្នឹងបានខ្ពស់ផងដែរហើយមួយទៀតកាលណាយើងដឹងក្បួនច្បាប់នៃវេយ្យាករណ៍ភាសាអង់គ្លេសហើយចំពោះគឺវាជួយឲ្យយើងមានការស្វែងយល់
បានកាន់តែស៊ីជម្រៅនៅពេលដែលយើងអានអត្ថបទភាសាអង់គ្លេសហើយបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំរៀនដឹងពីក្បួនច្បាប់វេយ្យាករណ៍គឺបើសិនបើយើងបកគឺយើងដឹងចំណុចដែលយើងត្រូវបកថាតើយើងត្រូវបកចេញពីចំណុចណាទៅបាទនឹងគឺជាគន្លឹះនៅសំខាន់ហើយជាសារៈប្រយោជន៍នៃការដែលយើងដឹងច្បាស់អំពីក្បួនច្បាប់ភាសាអង់គ្លេសហ្នឹងខ្ញុំសូមបង្ហាញអំពីកំហុសមួយចំនួនដែលយើងជាអ្នកសិក្សាភាសាអង់គ្លេសហើយយើងជាជនជាតិខ្មែរកំហុសទី1គឺតាក់ទងជាមួយនឹងការបកប្រែយើងហៅថាបកប្រែត្រង់ឬក៏បកប្រែពាក្យមួយម៉ាត់ទៅមួយម៉ាត់មកហើយនៅពេលដែលយើងរៀនភាសាអង់គ្លេសដំបូងយើងច្រើនតែរៀនពាក្យមួយម៉ាត់ហើយយើងយកពាក្យទាំងអស់ហ្នឹងយកមកផ្គុំគ្នាដើម្បីឲ្យបានទៅជា sentence មួយឧទាហរណ៍ទៅនៅក្នុងឧទាហរណ៍នេះគាត់ចង់និយាយថានៅក្នុងគ្រួសាររបស់ខ្ញុំមានសមាជិក5នាក់អញ្ចឹងនៅក្នុងនេះគឺគាត់ព្យាយាមដាក់ពាក្យខ្មែរយើងនៅក្នុងគឺ in អញ្ចឹងទៅគ្រួសាររបស់ខ្ញុំ my family មានកិរិយាសព្ទ have ហ្នឹងទៅ five member អញ្ចឹងមកបាទអញ្ចឹងនៅក្នុងនេះគឺវាអត់ត្រូវតាមវេយ្យាករណ៍ភាសាអង់គ្លេសទេព្រោះវារ subject នៅក្នុង sentence នៅក្នុងឬក៏ clause នេះអត់បានអញ្ចឹងប្រើឲ្យត្រូវគឺយើងត្រូវដាក់ថា in my family they are 5 members បាទអញ្ចឹងនៅក្នុងគ្រួសាររបស់ខ្ញុំមានសមាជិក5នាក់វាស្ដាប់ទៅវាជារបៀបដែលអ្នកដែលគាត់មានចំណេះដឹងអង់គ្លេសខ្ពស់ឬគាត់ដែលជាអ្នកជនជាតិដើមហ្នឹងគាត់ងាយយល់អ្វីដែលយើងចង់និយាយអញ្ចឹងការរៀនវេយ្យាករណ៍គឺអាចឲ្យយើងជៀសវាងនៅកំហុសដែលកើតឡើងចេញពីការបកប្រែមកទៅមកហើយយើងផ្គុំពាក្យតាមក្បួនពាក្យរបស់ខ្មែរយើងហ្នឹងគឺជួនកាលវាធ្វើឲ្យស្ដាប់អត់បានម្ដងអញ្ចឹងឧទាហរណ៍ទី2នេះក៏អញ្ចឹងដែរអញ្ចឹងគាត់ចង់និយាយថាប្រសិននៅក្នុងប្រអប់នោះមានពណ៌ផ្សេងយើងអត់បានប្រើធាតុអីនោះទេអញ្ចឹងគាត់ដាក់ពាក្យ in នឹងប្រសិនបើ in the box had other color we not use it អញ្ចឹងកំហុសមានច្រើន if in the box had color អញ្ចឹងវា in កន្លែងនេះគឺវាអត់ត្រូវប្រើហើយ we not use it តាមពិតយើងត្រូវដាក់ថា we didn't អីចឹងទៅហើយបើសិនជាយើងកែឲ្យត្រូវយើងអាចប្រើ conditional clause ដូចជាយើងប្រើពាក្យថា if the box had shown a different color it would have meant that we had not used it បាទហ្នឹងគឺយើងកែអញ្ចឹងទៅយើងវាមានទម្រង់វេយ្យាករណ៍ត្រឹមត្រូវហើយគេងាយយល់បាទកំហុសទី2នេះគឺយើងការប្រើប្រាស់ verb structure អត់ត្រូវអញ្ចឹងបទពិសោធន៍របស់ខ្ញុំហើយនៅពេលដែលខ្ញុំរៀនជំនាន់នោះគឺប្រសិនបើយើងរៀនពាក្យមួយយើងត្រូវរៀនជាកន្សោមយើងរៀន structure របស់វាថាកិរិយាសព្ទនោះវាត្រូវការ verb នឹងវាត្រូវការ preposition មួយណាដើម្បីឲ្យត្រូវឧទាហរណ៍ថាពាក្យថា welcome គឺក្នុងទម្រង់របស់គេគឺយើងទៅឆែកមើលវចនានុក្រម dictionary ទៅគឺទម្រង់របស់គេគឺ welcome somebody to something ស្វាគមន៍ណាម្នាក់ចំពោះអ្វីមួយបាទមានស្វាគមន៍ចំពោះអ្នកទេអញ្ចឹងយើងជាទូទៅយើងច្រើនអ្នកខ្លះគាត់ច្រឡំថា welcome to you ប៉ុន្តែនៅក្នុងភាសាអង់គ្លេសគេជួនកាលគេអត់ប្រើថា welcome you to the party ជួនកាលគេទៅប្រើពាក្យខ្លីតែម្ដងគឺ welcome to the party ដូចយើងឃើញពាក្យមួយចំនួននៅតាមពលានយន្តហោះនៅអីគឺ welcome to Cambodia
welcome to កែបអីចឹងទៅបាទអញ្ចឹង welcome to a place ឬក៏ something អញ្ចឹងណាចឹងហ្នឹងគឺជាទម្រង់ដែលត្រឹមត្រូវមិនមែន welcome to somebody ទេ welcome somebody to something ហើយកិរិយាសព្ទមួយទៀតដែលយើងច្រើនតែប្រើនេះគឺវាស្តៀងនឹងកំហុសខាងមុនដែរគឺកំហុសដែលយើងច្រើនតែបកពាក្យយកពាក្យមួយម៉ាត់របស់អង់គ្លេសយកមកគុំតម្រៀបតាមការនិយាយបែបភាសាខ្មែរយើងគេថាយើងខ្មែរយើងច្រើនតែប្រើពាក្យថាអរគុណចំពោះអ្នកដែលបានឲ្យខ្ញុំសភៅមួយចឹងទៅអញ្ចឹង thank to you giving me the book បាទប៉ុន្តែនៅក្នុងភាសាអង់គ្លេសទម្រង់ទូទៅរបស់កិរិយាសព្ទ thank ហ្នឹងគឺ thank somebody for something ឬក៏ thank somebody for doing something អញ្ចឹងនៅក្នុងនេះ thank you for giving me the book អញ្ចឹងយើងត្រូវដឹងថាកិរិយាសព្ទផ្សេងហ្នឹងគឺវាមាន somebody ហើយត្រូវមាន preposition for នឹងមួយទៀតអញ្ចឹងយើងចាំពាក្យហ្នឹងហើយយើងរបៀបដែលយើងរៀនភាសាអង់គ្លេសគឺយើងចាំទម្រង់ហ្នឹងហើយយើងព្យាយាមបង្កើតsentence របស់យើងឲ្យចាំមកទៀតថាអរគុណដែលបានឲ្យដែលជួយដឹកខ្ញុំមកផ្ទះអីចឹង thank you for giving me a lift អីចឹងទៅបាទអញ្ចឹងអាហ្នឹងគឺដែលយើងចាំបាច់ហើយយើងត្រូវរៀនអាហ្នឹងឲ្យវាជួយយើងនៅក្នុងទី1គឺយើងកាត់បន្ថយកំហុសទី2អ្នកដែលគាត់ជាអ្នកជំនឿជាតិដើមហ្នឹងគឺគាត់ងាយយល់ភាសារបស់យើងហើយមួយទៀតយើងត្រូវដឹងពី verb form ថាទៅវាជា passive voice ឬក៏ active voice ដូចជានៅក្នុងឧទាហរណ៍នេះគឺគាត់ចង់និយាយថាគាត់បានទទួល email ហ្នឹងហើយប៉ុន្តែនៅពេលដែលគាត់ប្រើទម្រង់ verb to be ហ្នឹងបូកជាមួយនឹង past participle វាទៅជាទម្រង់passive voice ទៅវិញវាទៅជាយើង subject ហើយវាជាអ្នករងអំពើយើងត្រូវបានទទួលឯងតែពិតនៅក្នុងន័យគាត់ហ្នឹងគាត់ថាគាត់បានទទួល email ហ្នឹងហើយអញ្ចឹងសរសេរដែលត្រូវហ្នឹងគឺពោ Q នេះទៅវិញ I have received your email អាហ្នឹងគឺនេះតែបើខាងដើមវាទៅជាន័យវិជ្ជាទៅវិញអញ្ចឹងទៅជាយើងនឹងត្រូវបានគេទទួលវិញមិនមែន email បាទអាហ្នឹងវាជាកំហុសប៉ុន្តែនៅកន្លែងនេះគឺអ្វីដែលខ្ញុំលើកឡើងនេះគឺចង់បង្ហាញថាយើងជាអ្នកភាសាទី2ដែលយើងរៀនភាសាគេគឺកំហុសវាតែងតែកើតមានប៉ុន្តែយើងធ្វើយ៉ាងណាយើងកាត់បន្ថយកំហុសហើយការកាត់បន្ថយកំហុសហ្នឹងគឺយើងរៀនកែខ្លួនយើងទៅគឺយើងបានត្រូវទៅមុខយើងលែងនិយាយអ្វីដែលយើងខុសពីមុនហ្នឹងហើយការកាត់បន្ថយកំហុសហ្នឹងហើយកាលណាយើងសរសេរតាមទម្រង់វេយ្យាករណ៍របស់ភាសាអង់គ្លេសគឺងាយសម្រាប់គេនេះគេងាយយល់យើងហើយប្រសិនបើយើងឧទាហរណ៍ថាបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំទៅរៀននៅប្រទេសដែលគេប្រើប្រាស់ភាសាអង់គ្លេសនៅពេលដែលយើងសរសេរត្រឹមត្រូវតាមទម្រង់វេយ្យាករណ៍ហ្នឹងគេងាយកែសំណេររបស់យើងហ្នឹងបាទអញ្ចឹងហ្នឹងវាមានសារៈប្រយោជន៍កន្លែងហ្នឹងអញ្ចឹងនៅក្នុងនេះដោយសារបទពិសោធន៍រៀនភាសាអង់គ្លេសរបស់ខ្ញុំគឺខ្ញុំរៀនវេយ្យាករណ៍នៅពេលដែលខ្ញុំរៀនមហាវិទ្យាល័យក្នុងឆ្នាំ1998 99ដល់2002ហ្នឹងគឺយើងរៀនតាមសៀវភៅ Oxford Guide to English Grammar ហ្នឹងបាទអញ្ចឹងខ្ញុំអត្ថបទមួយចំនួនធំគឺខ្ញុំដកចេញពីហ្នឹងមកបាទហើយនៅក្នុងនេះគឺជា announcement មួយជា flight announcement មួយដែលជាការប្រកាសជាទូទៅនៅពេលដែលយើងជិះយន្តហោះវាតែងតែមានការប្រកាសហើយមូលហេតុដែលយើងដកស្រង់ announcement ហ្នឹងគឺដើម្បីយើងយកមក reflect វាបង្ហាញនៅពេលក្រោយពីទម្រង់វាផ្សេងណាអញ្ចឹងនៅក្នុងហ្នឹងគេ announce អញ្ចឹងមកគឺដាក់ Good evening ladies and gentlemen on behalf of British Island Airways Captain Messi and
his crew welcome you on board the Star Herald flights to Southampton. Our flight will be approximately 45 minutes, and we shall be climbing to an altitude of 8,000 feet and cruising at a speed of 250 miles per hour. បាទនេះគឺជា announcement នៃយើងដែលខ្ញុំលើកខាងដើមគឺនៅពេលដែលយើងដឹងក្បួនច្បាប់ពយករយើងដឹងកលឹះដែលយើងត្រូវបកឧទាហរណ៍នៅក្នុងន័យនេះគឺគេបកនេះថាឧទាហរណ៍សាយ័ន្តសួស្តីអស់លោកស្រីទាំងអស់ជួសមុខឲ្យ on behalf of ជួសមុខឲ្យក្រុមហ៊ុនអាកាសចរ British Island លោក Messi លោកប្រធានក្រុម Messi ហើយនឹងសហសេវករបស់គាត់ស្វាគមន៍អ្នកមកកាន់ welcome you ជាងដែលយើងលើកខាងមុនមិនមែន welcome to you ឬ welcome you on board គឺស្វាគមន៍អ្នកមកកាន់ជើងហោះហើរStar Herald ទៅកាន់ទីក្រុង Southampton រយៈពេលហោះហើររបស់យើងនឹងមានរយៈពេល45នាទីប្រហែល45នាទីបាទហើយយើងនឹងហោះឡើងទៅកាន់រយៈកម្ពស់ 8,000 feet នឹងធ្វើដំណើរក្នុងល្បឿន250 ម៉ាល់ក្នុងរយៈពេល1ម៉ោងបាទហ្នឹងគឺជា announcement របស់គេហើយមូលហេតុដែលគេដាក់ announcement នេះនៅពេលដែលឧទាហរណ៍នៅពេលដែលយើងចាំអាហ្នឹងទៅនៅពេលដែលយើងសិក្សាលម្អិតនៅផ្នែកក្រោមគេនឹង refer មកគេនឹងយកខ្លឹមសារហ្នឹងឬក៏ sentence ខ្លះឬក៏ផ្នែកខ្លះនៅក្នុង announcement នេះយកមកបង្ហាញយើងបាទអញ្ចឹងunit សំខាន់ឬក៏យើងហៅថា grammatical unit ហ្នឹងគឺផ្នែកសំខាន់នៅក្នុងវេយ្យាករណ៍ហ្នឹងគឺភាសាអង់គ្លេសវាមានពាក្យយើងហៅថា word វាមាន phrase ហើយយើងបកថាក្រុមពាក្យឬក៏កន្សោមពាក្យយើងមាន clause បាទហើយនឹង sentence ខ្ញុំព្យាយាមមិនបកទេព្រោះនៅពេលដែលយើងនិយាយលម្អិតទៅគឺយើងនឹងប្រើពាក្យថា phrase ថា clause ឬក៏ sentence ឬក៏ word អីចឹងបាទអញ្ចឹងអានេះវាជា unit សំខាន់នៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេសហ្នឹងចឹងនៅក្នុងកថាខណ្ឌឬក៏ paragraph ភាសាអង់គ្លេសមួយគឺវាផ្គុំចេញពីមុនមកវាជា word នោះផ្គុំគ្នាទៅคล้ายទៅជា phrase ហើយ phrase ហ្នឹងគុំគ្នាទៅคล้ายជា clause ហើយ clause គុំគ្នាคล้ายទៅ sentence ច្រើនគុំគ្នាคล้ายទៅជា paragraph មួយនៅក្នុងភាសាអង់គ្លេសអញ្ចឹងយើងដឹងផ្នែកមួយហ្នឹងដើម្បីយើងផ្គុំគ្នាឲ្យត្រូវតាមច្បាប់វេយ្យាករណ៍របស់ភាសាអង់គ្លេសឧទាហរណ៍ថា word មានអីខ្លះអញ្ចឹងដូចនៅក្នុង announcement យើងដឹងយើងនៅចាំគេដាក់ good evening អញ្ចឹងនៅក្នុងអង់គ្លេសហ្នឹងគឺ good ហ្នឹងគឺជាពាក្យមួយ evening ជាពាក្យមួយ ladies ហ្នឹងគឺជាពាក្យមួយអញ្ចឹងអាហ្នឹងវាជាពាក្យបាទដល់ពេលចូល phrases and clauses គឺយើងប្រើ phrases ហ្នឹងដែលយើងហៅថាជាក្រុមពាក្យឬក៏កន្សោមពាក្យដើម្បីបង្កើតឲ្យទៅជា clause ឧទាហរណ៍នៅក្នុងនេះខ្ញុំសូមបញ្ជាក់ដែរថានៅក្នុង clause មួយហ្នឹងគឺវាមាន subject មាន verb ជួនកាលវាមាន complement វាមាន object អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះដូចយើងរំលឹកឡើងវិញ hour វាជាពាក្យមួយ fly វាជាពាក្យមួយ time ក៏ជាពាក្យមួយអញ្ចឹងយើងបង្កើតវាឲ្យទៅជាក្រុមពាក្យដែលយើងហៅថាជា noun phrase ហើយ noun phrase ហ្នឹងវាដើរតួនាទីដូចជា noun ហ្នឹងវាអាចដើរតួជា subject បានហើយដល់ពេលហើយនេះបានយើងប្រើពាក្យថា verb phrase នៅកន្លែងនេះដោយសារវាមាន verb ពីរទី1គឺ will ទី2គឺ be អញ្ចឹងវាមានក្រុមពាក្យជាកិរិយាសព្ទអញ្ចឹងហើយដល់ពេល complement នៅកន្លែងនេះបាទវាអាចជា noun phrase បាទ
ហើយចឹង noun phrase នៅយើងនៅក្នុងហ្នឹងគឺវាមានបើយើងវិភាគទៅ minute នេះជា noun 45 វាជា determiner ហើយ approximately នេះគឺមែនទែនទៅវាជា adverb ដែលវាបំពេញន័យឲ្យ verb ហ្នឹងបាទអញ្ចឹងនៅក្នុងនេះគឺយើងត្រូវដឹងអញ្ចឹងយើងត្រូវដឹងថានៅក្នុងមួយ clause ហ្នឹងវាអាចមាន subject មាន verb មានអញ្ចឹងមកហើយនៅក្នុង subject ហ្នឹងវាអាចមានវាជា noun phrase ហើយ noun phrase ជួនកាលវាអាចជា noun មួយតែឯងហើយប៉ុន្តែបើជាកន្សោមនាមកន្សោមក្រុមពាក្យដែលដើរតួនាទីដូចនាមហ្នឹង noun phrase ហ្នឹងគឺវាអាចមាន adjective មានអីនៅក្នុងហ្នឹងថែមទៀតដូច our ហ្នឹងបាទវាជា adjective អញ្ចឹងយើងត្រូវដឹងពាក្យមួយដល់ពេលដែលយើងបកជាទូទៅនៅក្នុងភាសាអង់គ្លេសយើងបកចេញពីប្រធានទៅមុនយើងបកចេញពី subject ទៅមុនហើយពី subject ហ្នឹងដល់ពេលដែលយើងដឹងថាវាជា noun phrase អញ្ចឹងយើងបកចេញពី noun នាមទី1ដូចនៅក្នុងនេះយើងបកថាយើងបកបញ្ជាក់ពី time ទៅមុននេះពេលវេលាហោះហើររបស់ពួកយើងនឹងមានរយៈពេលអានេះយើងថែមពាក្យរយៈពេលហ្នឹងគឺដើម្បីឲ្យខ្មែរយើងងាយយល់ណានឹងមានរយៈពេល approximately នឹងប្រហែល45នាទីបាទចឹងហ្នឹងដែលយើងបករបៀបយើងបកចេញពី subject ពី verb ហើយទៅ complement ដល់ពេលយើងព្យាយាមទៅរកថានៅក្នុង subject នេះមួយណាជានាមសំខាន់បាទយើងបកដេញថយក្រោយយើងមកនេះខ្ញុំព្យាយាមបកម្ដងទៀតហ្នឹងគឺនៅក្នុងមួយ clear នេះគឺមួយ sentence នេះគឺវាមាន our flight time will be approximately 45 minutes អញ្ចឹងនៅពេលដែលយើងបកជាខ្មែរគឺយើងដឹងថា subject របស់វានេះណាមុន verb វាជា noun phrase អញ្ចឹងយើងទៅរកអា noun សំខាន់ហ្នឹងមកហើយយើងបកចេញពីអា noun សំខាន់ហ្នឹងអញ្ចឹងអា noun ដែលកលឹះហ្នឹងគឺ time ជាងយើងបកចេញពី time ហើយបកទៅក្រោយមានពេលវេលាហោះហើរ fly គឺហោះហើរ hour នេះរបស់យើងពេលវេលាហោះហើររបស់យើងនឹងមានរយៈពេលប្រហែល approximately 45 minutes អញ្ចឹងទៅហ្នឹងគឺនៅពេលដែលអាហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលយើងដឹងកលឹះវេយ្យាករណ៍គឺណាជា phrase ណាជា subject ណាជា verb យើងដឹងកលឹះនៅក្នុងការបកប្រែអញ្ចឹងហ្នឹងក៏វាជួយយើងបកប្រែបានត្រឹមត្រូវហើយវាជួយឲ្យយើងងាយយល់ខ្លឹមសារស៊ីជម្រៅរបស់អត្ថបទហ្នឹងប៉ុន្តែនៅកន្លែងនេះគឺគ្រាន់តែបញ្ជាក់ថាលំដាប់នៃការរៀនភាសាអង់គ្លេសហ្នឹងគឺនៅពេលដែលយើងរៀនដំបូងគឺយើងព្យាយាមមកយល់ហើយយើងព្យាយាមបកមកភាសារបស់យើងប៉ុន្តែនៅពេលដែលយើងរៀនជ្រៅតិចទៀតទៅយើងភាសាអង់គ្លេសយើងវាកាន់តែប្រសើរឡើងនៅពេលដែលអានអត្ថបទច្រើនយើងលេងបកមកជាភាសាយើងព្រោះយើងអាចគិតជាភាសាអង់គ្លេសបានព្រោះនៅពេលដែលយើងរៀននេះទៅបាទអានឹងចាំយើងនិយាយគ្នាលម្អិតថែមទៀតនៅពេលក្រោយប៉ុន្តែនៅពេលនេះគឺយើងព្យាយាមធ្វើម៉េចឲ្យយល់ពីធាតុសំខាន់របស់វេយ្យាករណ៍ធាតុសំខាន់របស់ប្រយោគជា sentence មួយហ្នឹងបាទហើយនៅក្នុងនេះយើងគេអាចប្រើគេហៅថា prepositional phrase ជាង phrase ដែលមាន preposition ខ្មែរបកថាជាធ្នាក់បាទវាមាន on មាន at មាន in អញ្ចឹងណាអញ្ចឹងនៅក្នុងនេះជាទូទៅបន្ទាប់ពី preposition គឺវាមាន noun មួយបាទដូច on នេះវាមាន on ដល់ noun វា on behalf of អញ្ចឹងទៅបាទហើយឃើញវាមាន preposition វានៅបន្តពីនឹងទៀតបន្តពី of នេះមកឃើញ of the airline អញ្ចឹងបន្ទាប់ពី of វាជា preposition ហើយខាងក្រោយ preposition គឺជាទូទៅមាន noun ឬក៏ noun phrase
và chẳng hạn năng preposition បូក noun បូកនឹង noun phrase វាមានតួនាទីជាគុណកិរិយាបាទដែលហៅថា adverbial នៅក្នុងសៀវភៅវេយ្យាករណ៍គេថា adverbial វាមានតួនាទីដូចទៅ adverb អញ្ចឹងនៅក្នុងនេះវាមាន adverbial វាមាន subject វាមាន verb វាមាន object ហើយ object យើងដូចយើងប្រហែលជាឆ្ងល់ហេតុអីបានជាមាន object អីនិង object នេះទៀតគឺកលឹះនៅកន្លែងនេះគឺយើងត្រូវចាំពីទម្រង់ពិសេសរបស់ verb មួយហ្នឹងដូចខ្ញុំរំលឹកពីខាងដើមចំពោះ verb think អាហ្នឹងគឺ think somebody for something ឬក៏ thanks somebody for doing something អញ្ចឹងនៅកន្លែងនេះគឺកិរិយាសព្ទ wish អញ្ចឹង wish ហ្នឹងគឺវាមាន structure របស់វាមាន structure គឺ wish somebody something អញ្ចឹងអាហ្នឹងក៏ជាកំហុសមួយដែរនៅពេលដែលអ្នកដែលយើងជូនពរខ្ញុំសង្កេតឃើញថាខ្ញុំជូនពរបើសិនភាគច្រើនគាត់ចង់និយាយថាខ្ញុំជូនពរឲ្យអ្នកមានសុខភាពល្អអញ្ចឹងគាត់ព្យាយាមដាក់ពាក្យខ្មែរប្រហែលទៅប្រហែលមក I wish you to have good health អញ្ចឹងទៅតែពិតអាហ្នឹងវាលេងជាន័យជូនពរហើយអញ្ចឹង wish somebody something គឺជូនពរអញ្ចឹងអ្វីដែលគេនិយាយឲ្យត្រឹមត្រូវគឺឧទាហរណ៍ខ្ញុំជូនពរអ្នកឲ្យមានសុខភាពល្អអញ្ចឹងគឺ I wish you good health បាទប៉ុន្តែក្នុងន័យនេះនៅក្នុងឧទាហរណ៍យើងនេះគឺអ្នក announcer ហ្នឹងគេជូនពរយើងឲ្យមានការហោះហើរមួយប្រកបដោយសេចក្តីរីករាយអញ្ចឹងទៅអញ្ចឹងគេថា on behalf of the airline we wish you a pleasant flight អញ្ចឹង wish somebody something អញ្ចឹងហើយបានប៉ុន្តែនៅពេលគេវិភាគនេះវាមាន adverbial មាន subject មាន verb មាន object មាន object ទៀតអញ្ចឹងនៅកន្លែងនេះប្រសិនខ្ញុំលឹកម្ដងហើយម្ដងទៀតប្រសិនបើរៀនពាក្យមួយបើវាជាកិរិយាសព្ទគឺរៀនជាក្រុមជាកន្សោមពាក្យនឹងតែម្ដងដែលនៅពេលដែលយើងយកមកដាក់គេថា wish somebody something ជូនពរឲ្យជោគជ័យ I wish you success in your job application តែថាខ្ញុំជូនពរអ្នកឲ្យជោគជ័យនៅក្នុងការដាក់ពាក្យហ្នឹង I wish you success in your job application អញ្ចឹងគេអត់ប្រើពាក្យថា I wish you to succeed អីចឹងទេហើយចាហ្នឹងដែលយើងត្រូវដឹងអញ្ចឹងកលឹះសំខាន់នៅកន្លែងនេះគឺបើរៀនកិរិយាសព្ទមួយរៀន structure របស់វារៀនពីថាកិរិយាសព្ទហ្នឹងវាត្រូវការទម្រង់បែបណាហ្នឹងដែលយើងត្រូវរៀនច្រើនណាហើយការរៀនបែបនេះគឺវាពេលធ្វើឲ្យយើងប្រើប្រាស់បានត្រឹមត្រូវឬក៏វាបង្កើនពាក្យដែរវាធ្វើឲ្យយើងរៀនយើងនិយាយយើងសរសេរទៅគឺវាបានល្អជាជាងយើងចេះពាក្យប្រមាណហើយយើងយកមកគុំគ្នាតម្រៀបតាមរបៀបភាសាខ្មែរវាធ្វើឲ្យភាសាអង់គ្លេសយើងអត់ល្អហើយធ្វើឲ្យការស្ដាប់ការសរសេរការស្ដាប់ឬក៏ការមើលចំពោះអ្នកដែលគេជាជនជាតិដើមហ្នឹងគឺគេពិបាកមើលគេពិបាកយល់បាទអញ្ចឹងនៅក្នុងនេះគឺខ្លឹមសារមែនទេខ្ញុំរៀននេះចាក់ប្រធានបទទេក៏នៅនេះបញ្ជាក់ថា phrase ហ្នឹងគឺជាក្រុមពាក្យបាទហើយ clause ហ្នឹងគឺវាមាន subject មាន object មាន subject មាន verb មាន object ហើយនៅកន្លែងនេះមូលហេតុដែលគេដាក់មាន subject មាន verb មាន object ដល់ពីរហ្នឹងគឺអាហ្នឹងវាអាស្រ័យទៅតាម verb ខ្លះវាអត់ត្រូវការអាហ្នឹងទេវាអត់ត្រូវការមាន object ពីរទេឧទាហរណ៍ថា I am having dinner ចឹងទៅឃើញវាអត់មាន object ពីរទេវាមាន object តែមួយនេះគឺ dinner ហ្នឹងបាទចឹងហ្នឹងគឺយើងត្រូវដឹងដល់ពេលនៅក្នុង sentence វិញបាទនៅក្នុង sentence នៅក្នុង
នៅក្នុង sentence នេះគឺនៅក្នុង sentence គឺវាមានsentence គឺជាទូទៅវាពេលសរសេរចាប់ផ្ដើមឡើងដោយអក្សរធំមួយហើយចុងបញ្ចប់ដោយមានសញ្ញាមួយយ៉ាងជាទូទៅគឺសញ្ញា full stop ហ្នឹងអញ្ចឹងនៅក្នុងឧទាហរណ៍នេះយើងឃើញមានពាក្យ overfly ហ្នឹងគឺវាចាប់នៅអក្សរ O គេសរសេរជា capital ហើយវាចុងបញ្ចប់ដែលមាន full stop មួយនៅកន្លែងនេះបាទជួនកាល sentence វាអាចមាន sentence simple sentence ដែលសាមញ្ញហ្នឹងគឺមានទម្រង់ជា clause តែមួយទេហើយដូចខ្ញុំបញ្ជាក់ខាងដើមហ្នឹងគឺ clause ហ្នឹងក៏វាមាន subject មាន verb មាន object ចឹងដែរបាទអាហ្នឹងយើងនឹងនិយាយលម្អិតបន្ថែមទៀតហើយនេះបានជាគេប្រើពាក្យ clause ហ្នឹងគឺនៅពេលដែលយើងរៀនទៅមុខទៀតហ្នឹងគឺវាមាន adjective clause វាមាន adverb clause ហើយ adjective clause adverb clause ហ្នឹងបើសិនបើវានៅតែឯងវាអត់ស្ដាប់អត់បានអញ្ចឹងវាត្រូវផ្គុំ clause នឹងបញ្ចូលគ្នាដើម្បីបង្កើតឲ្យទៅជា sentence អញ្ចឹងនៅក្នុងនេះអញ្ចឹងហើយបានគេនិយាយថាជួនកាលclause 2ឬក៏ច្រើនអាចផ្គុំគ្នាឲ្យទៅជាឲ្យទៅជាប្រយោគមួយនេះជាកំហុសរបស់ខ្ញុំដែរនេះគឺថាពិតទៅត្រូវដាក់ថា two or more clauses are combined នឹងកំហុសបាទមាន combine យ៉ាងไรណា are combined into one sentence បាទជាឧទាហរណ៍យើងអាចប្រើឈ្នួប and ឬក៏ but អីចឹងណាអញ្ចឹងនៅក្នុងនេះពេល and នេះគឺប្រើនេះគឺប្រើមកភ្ជាប់ and នេះគឺយើងវិភាគទៅគឺមាន our flight time will be approximately 45 minutes បើយើងសរសេរតែប៉ុណ្្នឹងអាហ្នឹងក៏ចប់ដែរអាហ្នឹងក៏បានដែរប៉ុន្តែគឺចង់ extend បន្ថែម clause ថែមទៀតគឺ and we shall be climbing to an altitude of 8,000 feet អីនេះចឹងនឹងគេភ្ជាប់បន្ថែមទៀតហើយយើងវិភាគទៅគឺនេះគឺ we ជា pronoun ចឹងវាជា subject shall be climbing វាជា verb phrase វាមានកិរិយាសព្ទ13វាមាន auxiliary verb shall មួយឬក៏យើងជួនកាលយើងពីមុនអ្នកខ្លះគេហៅ modal verb be នេះក៏ជា modal verb ហើយដល់ climbing បានវាជា ordinary verb អញ្ចឹង to an altitude of 8,000 feet បាទអញ្ចឹងអាហ្នឹងវាជា clause មួយទៀតដែរយើងនឹងហោះទៅកាន់រយៈកម្ពស់ 8,000 feet បាទអញ្ចឹងគេភ្ជាប់អា clause ខាងលើនេះតាមរយៈ n ភ្ជាប់មួយជាមួយ clause ទី2ហើយគេភ្ជាប់មកclause បន្ថែមទៅមុខនេះ and cruising ភ្ជាប់បន្ថែមទៀតអញ្ចឹងគេផ្គុំ clause 2ឬច្រើនហ្នឹងដើម្បីបង្កើតឲ្យបានទៅជា sentence មួយនេះវា sentence ដែលវាវែងដែលវាមាន sentence សាមញ្ញដែលវាមាន clause ច្រើនបាទ clause ចាប់ពី2ឡើងទៅបាទអញ្ចឹងនៅក្នុង word classes បើអ្នករៀនអង់គ្លេសជំនាន់មុនឬក៏ភាសានៅក្នុងសភៅវេយ្យាករណ៍ខ្លះទៀតគេហៅថា part of speech បាទអញ្ចឹងនៅក្នុងភាសាអង់គ្លេសហ្នឹងចំណាត់ថ្នាក់ពាក្យឬក៏ part of speech វានឹងមាន8ទី1គឺមាន verb មាន noun មាន adjective បើយើងបកជាខ្មែរគឺ verb មានកិរិយាសព្ទមាននាមមានគុណនាមមាន adjective គុណនាម adverb ហ្នឹងគុណកិរិយាមាន preposition មាន determiner មាន pronoun យើងបកខ្មែរថាសព្វនាមហើយនឹង conjunction បាទនេះហ្នឹងប៉ុន្តែយើងនៅក្នុងនេះយកជាយាមចាំពាក្យទាំងអស់ហ្នឹងទៅគឺមាន verb មាន noun មាន adjective មាន adverb មាន preposition មាន determiner មាន pronoun មាន conjunction បាទហើយ conjunction มันមានអីខ្លះដែរពាក្យសម្រាប់ភ្ជាប់មិញគឺមានពាក្យ and មាន but មាន so អញ្ចឹងទៅបាទដល់ពេលគេចង់ធ្វើចំណាត់ថ្នាក់លម្អិតទៅទៀតដូចថាដូច verb នោះវាមាន ordinary verb បាទពាក្យកិរិយាសព្ទ
កិរិយាសព្ទធម្មតាហ្នឹងវាមាន go មាន lie មាន think មាន apply អញ្ចឹងណាដល់ពួក auxiliary verb ឬក៏ modal verb ហ្នឹងគឺវាមានដូច verb to be នៅកន្លែងនេះតម្រងសម្រាប់កាលណាប្រធានវាជា person singular ហ្នឹងគឺមិន he she it ហ្នឹងគឺគេប្រើមកពី is វិញហ្នឹងទៅ have ហ្នឹងគឺជា past form របស់ have ហើយ can មាន must អញ្ចឹងមកបាទដល់ពេល adverb វាមានផ្សេងទៀតវាមាន adverb of manner adverb manner គឺចង់តម្លៃថាតើវារបៀបម៉េចវាលឿនឬក៏យឺត quickly ឬក៏ suddenly ដល់ adverb of frequency ចង់សំដៅថាតើវាញឹកញាប់ប៉ុណ្ណឹងដូចពាក្យថា always often ហើយ adverb of place ហ្នឹងមាន there nearby បាទហើយយើងប្រើពាក្យ I see you there I live nearby អញ្ចឹងបាទដល់ linking adverb វាមាន to មាន also ទៅដល់ពេល determiner នេះអញ្ចឹងកាលណាយើងរៀនវេយ្យាករណ៍ទៅគឺវាសភៅខ្លះវាហៅផ្សេងគ្នាប៉ុន្តែនៅក្នុងហ្នឹងគេនៅក្នុង determiner ហ្នឹងគេបែងចែកទៅជា article ហើយ article ក្នុងភាសាអង់គ្លេសហ្នឹងវាមាន and the អញ្ចឹងណាបាទសម្រាប់សំឡេងនាមឬក៏ក្រុមនាមទាំងឡាយណាដែលចាប់ផ្ដើមឡើងដោយសំឡេងព្យញ្ជនៈដល់ n ហ្នឹងគឺប្រើសម្រាប់នាមឬក៏ noun phrase ណាដែលចាប់ផ្ដើមជាមួយនឹងសំឡេងស្រឹកអញ្ចឹងទៅ the សម្រាប់នាមឬក៏ក្រុមនាមដែលចាប់ផ្ដើមដោយសំឡេងព្យញ្ជនៈ the សម្រាប់នាមឬកន្សំនាមដែលចាប់ផ្ដើមឡើងដោយសំឡេងព្យញ្ជនស្រឹកបាទខ្ញុំនឹងបញ្យល់បន្ថែមនៅមេរៀននេះក្រោយวันนี้possessive គឺដូចពីមុនយើងអ្នកខ្លះយើងអាចហៅថាជា possessive adjective គុណនាមកម្មសិទ្ធិ my របស់ខ្ញុំ my book my laptop my car អញ្ចឹងទៅបាទ his daughter អញ្ចឹងបាទដល់ demonstrative adjective this that these សម្រាប់ plural those សម្រាប់ plural បាទ plural for these plural form វាគឺ these ដល់ that plural form វាគឺ those បាទហ្នឹងនេះទាំងនេះនោះទាំងនោះអញ្ចឹងណាបាទដល់ពេល quantifier ហ្នឹងគឺវាអាចមានសំដៅបរិមាណ all some អញ្ចឹងមកឬក៏ free បាទអាហ្នឹងគឺ determiner បាទដល់ពេល phrase យើងពាក្យ phrase ហៅថាជាក្រុមពាក្យនៅក្នុងភាសាអង់គ្លេសហ្នឹងគឺក្រុមពាក្យហ្នឹងគឺមាន4ក្រុមជា verb phrase verb phrase ជួនកាលគេថាបើ ordinary verb ជួនកាលវាអាចមានពាក្យនឹងតែឯងហ្នឹងទៅ he comes from Cambodia បាទអញ្ចឹងទៅពាក្យ come អញ្ចឹងទៅ have been to England បាទ will be climbing ដូចជាឧទាហរណ៍មិញwe will be climbing to an altitude of 8,000 feet ចឹងបាទចានេះវាជា noun វាជា verb phrase វាអាចមាន verb ordinary តែឯងជួនកាលវាមាន verb auxiliary ហើយជួនកាលវាមាន auxiliary 2 បូក ordinary verb មួយចឹងមកបាទអាហ្នឹងគឺជា verb phrase ដល់ពេល noun phrase វាអាចមាន noun មួយហើយជួនកាលវាអាចមាន determiner ឬក៏អាចមាន adjective មួយចឹងមកទេថាដូចនៅក្នុង noun phrase ណា a good flight ចឹងវាមាន flight វាជានាមដល់ពេលនៅក្នុង noun phrase ហ្នឹង a good flight ហ្នឹងវាផ្សំឡើងពី flight នាម good adjective ដល់ពេលនេះជា determiner បាទឬក៏ n នៅខ្លះយើងហៅថា article បាទដល់ពេល adjective phrase ហ្នឹងគឺវាអាចមាន adjective មួយតែឯង pleasant very late very នេះគឺវាមាន adverb វាមាន adverb បំពេញន័យឲ្យ adjective late នេះគឺ very late បាទអញ្ចឹងកាលណាវាផ្គុំពីមាន adverb មាន adjective ហ្នឹងវាคล้ายទៅជាកន្សោម adjective phrase បាទដូចជាយើងប្រើពាក្យថា
tiêu ta good student យ៉ាងចុះ student វាជា verb sorry student វាជា noun អញ្ចឹង he is a good student អញ្ចឹង he is a good student ដល់ពេលយើងចង់ emphasize ទៀតយើងដាក់ adverb of degree មួយទៀត he is a very good student អញ្ចឹងទៅឃើញទេ he is a very good student អញ្ចឹង very good ហ្នឹងគឺវាជា adjective phrase very វាជា adverb good វាជា adjective ជាងវាបដុំបញ្ចូលគ្នាទៅវាคล้ายទៅជា adjective ហើយជាទូទៅនៅក្នុងអង់គ្លេសដើម្បីងាយចាំគឺ adverb បំពេញន័យឲ្យ verb ឬក៏បន្ថែមន័យទៅឲ្យ adjective ហើយវាគុំគ្នាវាคล้ายទៅជា adjective phrase ហើយ adjective phrase នឹងវាបំពេញន័យទៅឲ្យ noun ណាមួយឲ្យនាមណាមួយទៀតតើដូចខ្ញុំបញ្ជាក់ឡើងវិញនឹង good student អញ្ចឹង student វាជានាម good វាជា adjective អញ្ចឹងgood នឹងវាបំពេញន័យឲ្យ student នៅប៉ុន្តែបើសិនជាយើងចង់បន្ថែមទៀតយើងអាចបន្ថែម adverb មួយទៀត very good student ហ្នឹងទៅអញ្ចឹង very នឹងជា adverb បំពេញន័យឲ្យ good ហើយវាคล้ายទៅជា adverb คล้ายទៅជា adjective phrase បំពេញន័យទៅឲ្យ noun student អញ្ចឹង very good student វាคล้ายទៅជាអីដែលយើងរៀនមុនវាคล้ายទៅជា noun phrase មួយបាទវាដើរតួនាទីដូច noun អញ្ចឹងវាអាចជា subject ឬក៏ជា object នៅក្នុងដែលយើងនិយាយលម្អិតនៅក្នុង sentence element ហ្នឹងដល់ពេល prepositional phrase បាទ prepositional phrase ដែលយើងរៀនលើកមុនហ្នឹងវាអាចដើរតួនាទីជាអាចដើរតួនាទីស្តៀងជា adjective ផងជា adverb ផងបាទឧទាហរណ៍ថាដូចក្នុងនេះ after lunch ចឹងបាទអញ្ចឹងអាហ្នឹងវាជា adverb វាជា adverbial ឧទាហរណ៍ថាយើងប្រើពាក្យថា see you after lunch បាទអញ្ចឹងជួបគ្នាបន្ទាប់ពីពេលបាយហើយអញ្ចឹងទៅបាទហើយវាដើរតួនាទីជា adjective ឧទាហរណ៍ថាយើងប្រើពាក្យថា the building next to the library is Hilgendorf building អីចឹងទៅអញ្ចឹង the building next to the library ឃើញ next to the library ឬក៏យើងប្រើឲ្យសាមញ្ញថាthe house in front of the post office belongs to Mr. Brown អញ្ចឹងទៅឃើញអញ្ចឹងផ្ទះដែលនៅខាងមុខpost office ហ្នឹងគឺវាជាកម្មសិទ្ធិរបស់លោក Brown អញ្ចឹងឃើញថា in front of the post office ហ្នឹងវាជា prepositional phrase បាទតែពេញន័យឲ្យ noun the house ហ្នឹងដល់ពេលនៅក្នុង sentence អញ្ចឹងនៅក្នុង sentence ហ្នឹងគឺវាដូចខ្ញុំបញ្ជាក់ដែរគឺវាអាស្រ័យទៅតាមទម្រង់ verb ឧទាហរណ៍ថានៅក្នុងនេះជួនកាលវាមាន subject មាន verb មាន adverbial ឧទាហរណ៍ថា the flight is leaving shortly shortly នេះវាជា adverb ហើយ is leaving ជា verb phrase អញ្ចឹងនៅក្នុង sentence នេះវាអាចទម្រង់ជា subject verb ហើយ adverbial ប៉ុន្តែទម្រង់ខ្លះវាមាន subject verb ហើយ complement ឧទាហរណ៍ថា my father is a teacher បាទ my father នេះគឺយើងវិភាគទៅ father noun my នេះវាជា possessive បាទជា possessive adjective អញ្ចឹងយើងដាក់ឲ្យវាคล้ายទៅជា noun phrase ដើរតួនាទីជា subject is ជា verb ដល់ពេល a teacher នេះវាជា noun phrase ដែរតាមពិត noun មានតែមួយគឺ teacher ដែរនេះទៅពេលដែលយើងមាននៅកន្លែងនេះទៀតវាคล้ายទៅជា noun phrase អញ្ចឹងទម្រង់ខ្លះវាទម្រង់ជា subject verb ហើយ complement បាទជាផ្សេងជាមួយ verb to be នេះ he is a dancer he is a dentist អញ្ចឹងទៅបាទ he is a doctor បាទហើយដល់ពេលទម្រង់មួយទៀតវាមានជា subject verb ហើយ object ឧទាហរណ៍ I was
lunch បាទហើយតម្រងខ្លះទៀតគឺវាមានតម្រងជា subject verb object ហើយមាន adverbial បាទវាតាមទូវាដូចជា adverb ចឹងនិយាយថា we must book the tickets next week បាទយើងត្រូវតែ book សំបុត្រនៅអាទិត្យក្រោយបាទហ្នឹងគឺជាទម្រង់ sentence ផ្សេងៗប៉ុន្តែដូចខ្ញុំថាអញ្ចឹងគឺអ្វីដែលយើងត្រូវចាំគឺយើងត្រូវចាំថាតើកិរិយាសព្ទហ្នឹងវាត្រូវការទម្រង់វាម៉េចវាមានកិរិយាសព្ទខ្លះវាមានជា subject ពុក verb ហើយវាមាន preposition មួយហើយវាមានអីផ្សេងទៀតដូចយើងឧទាហរណ៍ខាងដើមគេថា thank somebody for doing something ឬក៏ thank somebody for something ចឹងយើងចាំអាហ្នឹងទៅយើងដឹងអា structure របស់ verb យើងយកមកប្រើម្ដុំវាទៅគឺវាអត់ងាយខុសដោយពាក្យថាសង្ស័យហ្នឹងពាក្យកិរិយាសព្ទសង្ស័យទេ suspect somebody of doing something ដល់ពេលគេចង់បំលែងជាទម្រង់ passive he was suspected of stealing the jewelry អីចឹងចុះបាទគាត់ត្រូវបានគេសង្ស័យថាបានលួចគ្រឿងអលង្ការអញ្ចឹងបាទអាហ្នឹងគឺយើងត្រូវចាំចឹងហើយដល់ពេលទៀតថាកិរិយាសព្ទរិះគន់ឃើញ criticize somebody for doing something អញ្ចឹងទៅ he was criticized for land grabbing អញ្ចឹងទៅបាទ he was criticized for breaching the agreement អញ្ចឹងទៅបាទ he was criticized for breaching the agreement បាទអាហ្នឹងគឺគាត់ត្រូវបានគេរិះគន់ថាបានរំលោភកិច្ចព្រមព្រៀងអីហ្នឹងបាទ he was criticized for breaching the agreement ហ្នឹងគឺដូចយ៉ាងណាយើងត្រូវចាំអាទម្រង់របស់កិរិយាសព្ទហ្នឹងឯងដើម្បីឲ្យយើងប្រើទៅវាអត់ងាយខុសបាទ